Điều số này là đầu tiên nếu như trong này nòng đồ này là đó thì score chúng ta phải chép được xây sân nắng cho mình ai này vẽ cắt so với xa của con sát vừa sầm lại chấmคือvẽ cắt khu ban trong non chấm vẽ tông một chấm đi này nhưng mà được sâu vẽ về đập bảy năm bên trongการศึกษาពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលហៅថាសាលាបហតទៅពីបញ្ចប់ហើយបានឯកទេសហើយខ្ញុំទៅបន្តការសិក្សានៅប្រទេសបារាំងមួយឆ្នាំទៀតឯកទេសគឺវគ្គកាត់គូបាលនៅក្នុងនៅទីក្រុងស្តាស្ប៊ូរបន្ទាប់មកខ្ញុំមានជំនាញទៀតគឺវគ្គកាត់ឆ្អឹងកងក្នុងនៅចោះបានទៅទទួលការសិក្សានៅប្រទេសកូរ៉េទៅបទពិសោធន៍ការងារគឺជិត10ឆ្នាំហើយលើវិស័យមួយនេះសប្តាហ៍ខ្ញុំបម្រើការងារនៅមន្ទីរពេទ្យព្រះអង្គឌួងនៅ clinic RS អញ្ចឹង clinic RS របស់យើងដំណើរការបានប្រហែល1ឆ្នាំហើយមូលហេតុដំបូងដែលខ្ញុំសម្រេចចិត្តថាបើក clinic RS គឺទីមួយដោយសារការស្រឡាញ់ដោយសារជំនាញមួយជាជំនាញដែលខ្ញុំស្រឡាញ់ហើយចង់ក្នុងទី1ទី2ដោយសារតែពេលដែលយើងទៅទីសុខគេឃើញថាបញ្ហាដែលឈឺឆ្អឹងខ្នងមានច្រើនណាស់មិនថាក្មេងមិនថាចាស់មិនថាមនុស្សប្រុសនិស្សិតដល់វ័យ90 100ឆ្នាំក៏នៅតែឈឺឆ្អឹងខ្នងដែរអញ្ចឹងខ្ញុំសម្រេចចិត្តថាខ្ញុំទៅបើកclinic មួយដែលមានជំនាញឯកទេសមើលថែអ្នកជំងឺដែលមានបញ្ហាឆ្អឹងកងខ្នងនិងឆ្អឹងខ្នងចង្កេះហើយបច្ចុប្បន្ននេះនៅក្នុង clinic របស់យើងការព្យាបាលដោតទៅលើឆ្អឹងខ្នងមានគ្រប់ទាំងអស់ទាំងករណីស្រួលករណីដែលពិបាកករណីដែលទាមទារការវះកាត់ហើយធ្វើពេលច្រើនម៉ោងបាទមានហូរឈាមមានផលវិបាកក្រោយការវះកាត់ក៏យើងនៅតែព្យាយាមដោះស្រាយរហូតដល់តែសម្រេចជោគជ័យបានអ្នកជំងឺទទួលបានបទពិសោធន៍ល្អបាត់ឈឺចាប់ត្រឡប់មកធ្វើការងារវិញនិងលែងមានបញ្ហាដល់ថ្ងៃអនាគតទៀតអញ្ចឹងក្នុងនាមទៅបាទជាម្ចាស់មួយរូបជាជនខ្មែរមួយរូបខ្ញុំពិតជាសប្បាយចិត្តណាស់ដែលខ្លួនឯងបានរួមចំណែកមួយយ៉ាងសំខាន់ក្នុងសង្គមនេះដើម្បីអភិវឌ្ឍវិស័យសុខាភិបាលក្នុងប្រទេសកម្ពុជាយើងតែពីមុនប្រជាជនយើងចេះគិតថាក្រោយការវះកាត់ហើយអ្នកជំងឺសុទ្ធតែពិការប៉ុន្តែឥឡូវនេះពួកការព្យាបាលរបស់យើងគឺទទួលបានលទ្ធផលល្អខ្ញុំនឹងធ្វើឲ្យប្រជាជនកម្ពុជាយើងទុកចិត្តទៅលើគ្រូពេទ្យក្រុមគ្រូពេទ្យទៅលើវិស័យសុខាភិបាលនៅកម្ពុជាយើងទី1ទី2ដើម្បីអភិវឌ្ឍរូបគ្នាជាមួយនឹងរដ្ឋាភិបាលធ្វើឲ្យវិស័យសុខាភិបាលរបស់យើងតាមទាន់ដូចជាបណ្ដាប្រទេសអភិវឌ្ឍដែលយើងបានទៅឃើញផ្ទាល់សមត្ថភាពរបស់គេយើងក៏មានសមត្ថភាពមានបច្ចេកវិទ្យាមានឆន្ទៈនឹងអភិវឌ្ឍវិស័យមួយនេះឲ្យរីកចម្រើនដោយប្រទេសដទៃដែរអញ្ចឹងដូចអ្នកទាំងអស់នេះបានឃើញហើយសម័យដូចឥឡូវនេះអញ្ចឹងនៅពេលដែលប្រទេសយើងមានបញ្ហាសង្គ្រាមមានវិបត្តិសេដ្ឋកិច្ចមិនមែនសុទ្ធតែយើងអាចទៅរកសេវាព្យាបាលនៅស្រុកក្រៅទៅបរទេសងាយស្រួលការចំណាយច្រើនតែក្នុងនាមខ្ញុំបាទជាម្ចាស់បេរូបខ្ញុំមានជំនឿជោគចិត្តថាខ្ញុំបាទជាចំណែកមួយដែលអាចកសាងទំនុកចិត្តធ្វើឲ្យប្រជាជនយើងមានផាសុកភាពទទួលបានការព្យាបាលដែលត្រឹមត្រូវស្របតាមវិជ្ជាជីវៈសុខាភិបាលនិងបន្តអភិវឌ្ឍប្រទេសជាតិយើងឲ្យរីកចម្រើនទៅមុខទៀតសូមអរគុណសូមគោរពលា